តិយសៈពុទ្ធិរតនំធម្មរតនំសង្ឃរតនំនិមិមិទៅប្របង្គំខ្ញុំព្រះអម្ចាស់សូមនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺមានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដោយសេចក្តីគោរពដោយសេចក្តីកត់ក្រែងជ្រះថ្លាដល់យ៉ាងខ្ពស់ខ្ពស់សពការទាំងពួងទាំងសូមគោរពនមស្ការចំពោះព្រះមេគន្ធខេត្តបន្ទាយមានជ័យព្រះប្រឡាត់គន្ធព្រះវិន័យធោប្រធម្មធោព្រះលេខាធិការគន្ធខេត្តព្រះអនុគន្ធគ្រប់បណ្ដាក្រុងនិងស្រុកទាំងអស់ទាំងដោយសេចក្តីគោរពដោយសេចក្តីកោតក្រែងទាំងគណៈឲ្យសូមធ្វើនៅសេចក្តីគោរពនមស្ការចំពោះលោកម្ចាស់គ្រូព្រះខោសនៈមុនីសេញសៀបព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះគ្រូចៅអធិការវត្តលួងស៊ីសវត្តរតនារាមដោយសេចក្តីគោរពកត់ក្រែងគណៈឲ្យសូមណាហើយនមស្ការព្រះអង្គគ្រូវរៈធម្មវឿនលេហុយគណៈដោយសេចក្តីណាគោរពរាប់អានទាំងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាបើគ្រប់បណ្ដាទីមជ្ឈដ្ឋានគ្រប់ទីកន្លែងភូមិស្រុកក្រុងខេត្តនានាដោយសេចក្តីនឹករលឹករាប់អានពីអាត្មាភាពក្នុងប្រធัวនៅឱកាសវេលារាត្រីនេះប៉ុណ្ណាក្នុងឱកាសពេលវេលារាត្រីថ្ងៃនេះជារាត្រីថ្ងៃអាទិត្យ5រោចខែអាសត់ឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី12ខែតុលាឆ្នាំ2025ណាខ្ញុំគណៈអាត្មាភាពមង្គលៈចោតតាគុជពិសិដ្ឋដែលគង់នៅក្នុងវត្តស្ដេចសុវណ្ណារាមផ្លូវសៀមណាហើយតែងតែមិននៅស្ងៀមណាគឺសំដែងប្រធัวប្រកេនចែកជូនក្នុងធម្មវិទ្យុលួង FM ណា9997បងណាវិទ្យុលួងណាធម្មវិទ្យុលួង FM 97.00 MHz ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យបងណាខ្ញុំគណៈអាត្មាភាពតែងតែសម្ដែងប្រធัวក្នុងពវិទ្យុនេះហើយបើគិតជាឆ្នាំជិត10ឆ្នាំហើយបើគិតទៅ10ឆ្នាំហើយគណៈហើយរឿងញាតិញោមស្ដាប់មិនស្ដាប់អីហ្នឹងគឺចេះតែសម្ដែងទៅហើយយកជាធម្មទានជាបនជាកុសលអីចឹងទៅផ្សេងផ្សំលេឡំផ្សំជាមួយនឹងការបង្កើនហើយនឹងបង្កើតចំណេះដឹងនៃប្រធមបន្ថែមអីចឹងទៅសុទ្ធតែជាហេតុផលល្អមិនជាអាក្រក់ទេក៏ណាហើយសម្រាប់ញោមញាតគ្រប់មជ្ឈដ្ឋានទាំងឡាយទាំងពួងស្មាននេះសម្រានលងលក់ខ្លះញាតិញោមតែញាតិញោមខ្លះក៏នៅតាមដានអាត្មាភាពមង្គលៈចុតតោហ្នឹងគឺស្ដាប់អាត្មារាល់យប់អីចឹងតែញាតិញោមខ្លះក៏មិនជាបានស្ដាប់រាល់យប់ចឹងទៅក៏ណាហើយញាតិញោមភាគច្រើនញាតិញោមដែលណាគេងមិនបានសម្រានមិនទាន់លក់បក់មិនទាន់លហើយគឺនៅស្ដាប់អាត្មាភាពសិនទៅណាញាតិញោមដែលគេងបានសម្រានលក់ទៅក៏មិនបានស្ដាប់ទេក៏មិនជាបញ្ហាអីដែរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាគ្រប់មជ្ឈដ្ឋាន
ខ្ញុំគណៈអាត្មាភាពនៅក្នុងរាត្រីនេះក៏នឹងបានសម្ដែងនៅប្រធោក្នុងធម្មបទគាថាទៅក៏ណាដែលតេតងតេតិនជាមួយនឹងត្រង់វគ្គចុងក្រោយគេគឺព្រមណវគ្គទី26ក៏ណាខ្ញុំគណៈអាត្មាភាពសម្ដែងតាមលំដាប់លំដោយពីវគ្គ1ដល់រហូតដល់វគ្គ26នេះជាហោហែអីចឹងទៅនឹងហើយមួយវិញទៀតគឺខ្ញុំគណៈអាត្មាភាពសម្ដែងខ្លឹមសារប្រធัวហ្នឹងគឺបើគិតទៅព្រះអភិធម្មក៏ធ្លាប់សម្ដែងគាត់ថាវាមិនបានលំអិតមួយដោយការបង្រៀនអញ្ចឹងណាព្រះវិន័យព្រះសោតគោកងធូអីហ្នឹងអស់ពីធម្មបទគាថានេះទៅខ្ញុំគណៈអាត្មាភាពនឹងសម្ដែងខ្លឹមសារប្រធពផ្សេងទៀតក៏ណាគឺស្រួលញាតិញោមស្ដាប់បានយល់បានបើសិនជាយើងសម្ដែងអត់មានបែបបត់ចេះតែមិចបញ្ចូលចេះតែផ្សេផ្សំគ្រឿងលើកពីនេះបន្តិចនោះបន្តិចអត់មានជាលក្ខណៈបែបប្រធានបទណាគឺជាចំណងជើងជាមេត្តាគឺអាចធ្វើឲ្យញាតិញោមស្ដាប់ទៅលក្ខណៈមួយថាគឺដដែលអីចឹងណាញាតិញោមមែនណាក៏ណាអាត្មាខានទៅពវិសុផ្ទាល់យូរញាតិញោមថ្ងៃហ្នឹងបំរុងទៅពវិសុផ្ទាល់តាថ្ងៃហ្នឹងប៉ុន្តែដោយសារតែភ្លៀងញាតិញោមមើលភ្លៀងផ្គរហ្នឹងអាត្មាបំរុងទៅផ្ទាល់ប៉ុន្តែភ្លៀងតបរាំងញាតិញោមមើលតបរាំងមិញភ្លៀងផងផ្គរគ្រឿងបងញាតិញោមអញ្ចឹងធ្វើដំណើរទៅសម្ដែងប្រធោក្នុងពវិសុអាត្មាមានឡានជិះណាខ្ញុំជិះម៉ូតូកង់បែកអន្តោដុកហ្នឹងម៉ូតូដុកទៀតណាព្រមបានទៅមានឡានមានអីកង់3អីគេទេញាតិញោមអេបើមិនមានឡានក៏មានត្រឹមកង់3អីហ្នឹងក៏គ្រាន់ដែរក៏ប៉ុន្តែយប់ស្មើហ្នឹងញាតិញោមកង់3ណាគេរត់គ្មានណាគេរត់ទេកង់3អីហ្នឹងគឺបើសិនជាឡានហ្នឹងគឺទៅបានប៉ុន្តែអត់មានឡានជិះបើម៉ូតូដុកទៅបានតែវាភ្លៀងរលឹមសើមជោគជាំអីចឹងទៅញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងឡាយទាំងពួងអាត្មាភាពអត់បានទាន់បានសម្ដែងតកតងជាមួយនឹងកថានទានបញ្ហាកថានទានហ្នឹងទេដោយសារតែធម្មកថាកណាគុណចាស់ព្រះអង្គគ្រូគុណចាស់រតីអាវុសោឬក៏ព្រះថេរៈអនុថេរៈអីហ្នឹងគឺលោកសម្ដែងគឺជាហោហែហើយតាមកម្មវិធីបនតាមផ្ទះគេអាឋានអីនោះឯងទៅក៏ហើយខ្ញុំកណាតមកភាពឆ្នាំនេះស្ងាត់អញ្ចឹងខ្ញុំហ្នឹងហើយឆ្នាំមុនអាចតែស្មានទេមានញាតិញោមនិមន្តទុកថាសម្ដែងប្រធូកន្លែងនេះកន្លែងនោះអីចឹងទៅឆ្នាំនេះព្រោះបញ្ហាស្រកទេសយើងអញ្ចឹងផងហើយញាតិញោមខ្លះគាត់មិនបានជាធ្វើធំដុំអីទេកថានទានអីហ្នឹងទៅតាមលទ្ធភាពតាមសទ្ធាហ្នឹងឯងហ្នឹងញាតិញោមជាពុទ្ធបរិស័ទប្រស្រីទាំងអស់គ្នាខ្ញុំកណាអាត្មាភាពនឹងបានឱកាសនៅក្នុងការសម្ដែងនៃប្រធោដោយនិយាយអំពីធម្មបទគាថាញាតិញោមណាហ្នឹងធម្មបទគាថាញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាអ្នកខ្លះធ្លាប់តែស្ដាប់ណាដូចរឿងទាក់ទងជាមួយនឹងធម្មបទគាថាអីនេះញាតិញោមខ្លះក៏គាត់ណាទាក់ទងថាស្ដាប់ទៅក៏លោកសំដែងទៅកាលណាគុណចាស់រតីមួយចំនួនក៏លោកសំដែងទៅតាមកម្មវិធីបនក៏ដូចជាទៅតាមគាថានីមួយអីចឹងទៅក៏ណាហើយខ្ញុំក៏បានប្រភេទសំដែងឲ្យលើកជារឿងជាបុគ្គលាធដ្ឋានជារឿងដែលព្រះដែលមានប្រភេទមុននឹងព្រះអង្គសំដែងគាថាហ្នឹងគឺព្រះអង្គប្ររពជាមួយនឹងបុគ្គលណាខ្លះញាតិញោមណាជឿនៅក្នុងបៃដកលេខ52ទំព័រ103ញាតិញោមណា104ញាតិញោម
ទំព័រ104ដែលតេតងជាមួយនឹងធម្មបទគាថាត្រង់ព្រាហ្មណ៍វគ្គទី26បើហើយគាថាហ្នឹងគឺព្រះអង្គសម្ដែងប្រពអំពីព្រាន2នាក់ញាតិញោមក៏ណាកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្ររពនៅព្រាន2នាក់ហើយបណ្ដាព្រានទាំង2នាក់នោះព្រានម្នាក់មានគោឈ្មោះថាចលៈរហេតៈព្រាមម្នាក់ទៀតមានគោឈ្មោះថាមហារហេតៈឬក៏ហៅថាមហារហិតយើងអានជាលក្ខណៈបែបខ្មែរគេថាឈ្មោះចលៈរហិតនិងមហារហិតហ្នឹងហើយព្រាមទាំងពីរនេះនោះគឺអួតអាងនឹងគោរបស់ខ្លួនថាសុទ្ធតែជើងខ្លាំងខ្លាំងក៏ណាសុទ្ធតែជើងខ្លាំងខ្លាំងសុទ្ធតែកម្លាំងខ្លាំងសុទ្ធតែខ្លាំងខ្លាអីចឹងទៅអួតរៀងខ្លួនចឹងហ្នឹងហើយសុទ្ធតែអួតណាហើយចង់សាឡបងមើលគោទាំងពីរនោះថាតើគោមួយណាមានកម្លាំងខ្លាំងជាងគេណាទៅយកដីខ្សាច់មកទុកពេញរទេះណាញាតិញោមគឺយករទេះមកដាក់ដីខ្សាច់ឲ្យពេញតែម្ដងហ្នឹងហើយណាដាក់ដីខ្សាច់ឲ្យពេញរទេះហើយទៅណាទឹមគោទាំងពីរនោះឲ្យបោះចេញទៅតែគោទាំងពីរនោះញាតិញោមមិនអាចនឹងអស់ទាញរទេះបានទេសារតែអីរទេះបានដាច់ខ្សែពួរនឹងខ្សែជ្រាមទាំងអស់ញាតិញោមហ្នឹងគឺគោទាំងពីរហ្នឹងมันអាចនឹងអស់ទាញរទេះបានទេរទេះហ្នឹងបានដាច់ខ្សែពួរអញ្ចឹងថានឹងខ្សែជ្រាមទាំងអស់ហ្នឹងហើយភិក្ខុទាំងឡាយបានឃើញហើយទៅនឹមយករឿងរ៉ាវនោះទៅក្រាបទូលដល់ព្រះរាមាប្រភេទជាម្ចាស់គាត់ណាព្រះអង្គភិក្ខុទាំងឡាយយករឿងរ៉ាវនោះទៅក្រាបទូលចំពោះព្រះរាមាប្រភេទជាម្ចាស់បបិទ្ធព្រះអង្គដោយចម្រើនព្រាហ្មណ៍ទាំងពីរនាក់នោះគឺមានការអួតអាងសរសើរគោខ្លួនឯងណាថាគោខ្លួនឯងហ្នឹងគឺមានកម្លាំងខ្លាំងក្លាណាថាគោខ្លួនឯងហ្នឹងគឺអាចអស់រទេះអាចព្យួរស្រែបានច្រើនរាប់ហេតាបានអាចអស់រទេះដែលផ្ទុកដោយអវ័នតំណែងដល់ធ្ងន់អីចឹងទៅហ្នឹងហើយដល់ចុងក្រោយមកភ្នាល់គ្នាក៏គោទាំងពីរហ្នឹងมันអាចនឹងអស់រទេះនឹងបានទេហើយថែមទាំងដាច់ខ្សែនឹងទៀតហ្នឹងហើយព្រះដែលមានប្រភេទព្រះអង្គទ្រង់ជ្រាបហើយព្រះអង្គទ្រង់ត្រាស់ថាមនីភិក្ខុទាំងឡាយខ្សែពួរនិងខ្សែជ្រាមនោះជារបស់ដែលមាននៅខាងក្រៅទេនៅខាងក្រៅទេអ្នកទាំងឡាយក៏បីកាត់ផ្ដាច់នៅខ្សែពួរគឺសេចក្តីខាងក្រៅក៏ណាព្រះអង្គប្រៀបធៀបអញ្ចឹងក៏បីកាត់ផ្ដាច់នៅខ្សែពួរគឺសេចក្តីខាងក្រៅណានឹងខ្សែជៀមគឺតណ្ហាខ្សែជ្រាមគឺតណ្ហាអាខ្សែពួរហើយនឹងខ្សែជ្រាមដែលគេដាក់ចងក្បាលកពើដោយសារក្បាលកពើក្បាលរទេះហ្នឹងញាតិញោមពីចងភ្ជាប់គេដាក់នឹមអីចឹងទៅខ្សែពួរដែលទាញអូសទាញហើយនឹងខ្សែដែលចងនៅនឹមប្រទេសគោញាតិញោមអ្នកប្រើប្រាស់គោនេះធ្លាប់មានគោក្របីដែលមានរទេះមាននឹមមានអីមានរទេះគោអីហ្នឹងគឺអាចយល់អាចដឹងថាមួយណាជាខ្សែនឹមមួយណាជាខ្សែពួរមួយណាជាខ្សែនឹមខ្សែជ្រាមតែអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាខ្សែពួរនិងខ្សែជ្រាមហ្នឹងគឺជារបស់ដែលនៅខាងក្រៅខ្លួនរបស់យើងទេប៉ុន្តែយើងគួរគប់បីផ្ដាច់បង់នៅខ្សែខាងក្នុងគឺខ្សែពួរខាងក្នុងគឺសេចក្តីក្រោធនឹងខ្សែជ្រាមគឺសំដៅដល់តណ្ហាគឺជារបស់ដែលនៅខាងក្នុងឲ្យបានព្រោះបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអញ្ចឹងមកព្រះអង្គសម្ដែងថាណាឈេថ្វាណាថឹងវិរតណាវិរតតញ្ចៈណាសន្តានាង
សហនុកមាំងញាតិញោមណាអូខេតបនិអបលិខាំងពុទ្ធាំងតមហੰព្រមេព្រាមណੰមានន័យថាម៉េចញាតិញោមមានន័យថាតថាគតហៅបុគ្គលណាដែលកាត់សេចក្តីក្រោធដូចពួរផងកាត់តណ្ហាដូចព្រាត់ផងកាត់ទិដ្ឋិណា62ដូចណាគឺដូចនឹមណាដូចទីព្រមទាំងអនុសយៈអនុស័យញាតិញោមគឺកាត់និស័យដូចជាអ្នកដើរតាមផងអ្នកមាននៅអវិជ្ជាដូចសសរខឿនដកចោលហើយអ្នកត្រាស់ដឹងសច្ចៈ4នោះឯងហៅថាតិជាព្រាមគាត់ហៅថាជាព្រាមចឹងព្រះដ៏មានពភាពព្រះអង្គជាម្ចាស់ព្រះអង្គសម្ដែងថាតថាគតហៅបុគ្គលដែលកាត់នៅសេចក្តីក្រោធញាតិញោមសេចក្តីក្រោធគឺការខឹងក្រោធនេះដែលសត្វលោកតែងតែមានគ្រប់គ្នាដែរហើយទៅសំបីតែអ្នកបុស្សនិយាយត្រង់តែម្ដងញាតិញោមអត់មាននរណាលះសេចក្តីក្រោធបានទេអត់មាននរណាលះនៅការខឹងក្រោធបានទេកុំច្រឡំសេចក្តីខឹងក្រោធហ្នឹងគឺមានគ្រប់រូបសត្វគ្រប់រូបប៉ាតែម្ដងបច្ចុប្បន្នកាលណាញាតិញោមណាឲ្យតែយើងមិនបានសិក្សាអប់រំបន្ទុំនៃចិត្តឲ្យបានស៊ីជម្រៅយើងប្រកាសណាស់នឹងណានឹងឯងញាតិញោមគឺនឹងមាននៅសេចក្តីទុកគ្រប់ពេលវេលាចឹងបានប្រពុតព្រះអង្គសម្ដែងថាឆេតវាណដ្ឋឹងវិរតញ្ចៈសន្ទានំសហនុកម្មੰអូកេតបលិយ៉ាងពុទ្ធាំងតមហੰព្រមិព្រាមណੰกันមានន័យថាគឺតថាគតហៅបុគ្គលដែលកាត់នៅសេចក្តីក្រោធការខឹងក្រោធដូចជាខ្សែដូចជាពួរធម្មតាពួរតែងតែអូសទាញញាតិញោមណាពួរហ្នឹងគឺជាចំណងចងអូសទាញមិនថាដឹកអវ៉ាន់ទាញអវ៉ែអវ៉ាន់ទាញរទេះទេគឺខ្សែពួរតែងតែចងចឹងប៉ុន្តែបើសិនជាយើងកាត់នៅសេចក្តីក្រោធនឹងបានព្រោះយើងកាត់ដូចជាពួរនៅខាងក្នុងហ្នឹងដែលចងជាប់សត្វលោកហ្នឹងហើយកាត់នៅតណ្ហាប្រែថាសេចក្តីប្រាថ្នាចង់បានអីនឹងឯងទៅមានកាមតណ្ហាភវតណ្ហានិងភវតណ្ហាគាត់ណាដែលជាតណ្ហាចង់ឆ្វាក់ចង់សត្វលោកជាប់នឹងតាណាដូចតណ្ហានឹងដូចប្រត់ដែលចង់ជាប់នឹងឯងហើយកាត់នៅសេចក្តីយល់ឃើញខុសហ្នឹងកាត់នៅសេចក្តីយល់ឃើញខុសព្រមទាំងអនុស័យញាតិញោមព្រមទាំងអនុស័យព្រមទាំងអវិជ្ជាអីហ្នឹងក៏ត្រូវកាត់ផ្ដាច់ឲ្យអស់ហើយអញ្ចឹងទៅនឹងគឺដែលយើងទាំងអស់គ្នាត្រូវដឹងណាញាតិញោមកណាហើយនេះមានតែកាត់នៅស័យដូចជាអ្នកដើរតាមហ្នឹងអ្នកដើរតាមផងដូចអ្នកមានអវិជ្ជាដូចកសខឿនសសរខឿនដែលតាំងនៅចក្រឹសរឹងមាំគឺមានអវិជ្ជាញាតិញោមអវិជ្ជាហ្នឹងគឺប្រវត្តិជាសសរខឿនដែលចាក់ផ្ទះដែលធ្វើឲ្យផ្ទះធ្វើឲ្យគ្រឹះវិហារក៏ដោយកត់ក៏ដោយកន្លែងអាគារផ្សេងហ្នឹងក៏ត្រូវតែមានគ្រឹះទៅអាចឈោមមំទៅបានរីឯសេចក្តីទុករីឯអកុសលទាំងឡាយទាំងពួងដែលព្រោះមានអវិជ្ជាជាបច្ច័យព្រោះតែមានសេចក្តីល្ងិតល្ងងអញ្ចឹងបានសេចក្តីល្ងិតល្ងងញាតិញោមគឺសំដៅដល់ការមិនដឹងការពិតនៃសច្ចធម៌ការមិនដឹងអ្វីជាដំណើរនៃសេចក្តីទុកការមិនដឹងអ្វីជាដំណើរនាំទៅកាន់សេចក្តីទុកការមិនដឹងដំណើរដែលទៅកាន់សេចក្តីសុខមិនរកផ្លូវទៅកាន់សេចក្តីសុខគឺតែងតែជាប់ជំពាក់ដោយអកុសលរូបរិទ្ធយ៉ាងច្រើននៅក្នុងចិត្តសន្តានណាញាតិញោមពុទ្ធបរិស័ទនេះហើយគឺដែលជាយើងទាំងអស់គ្នាត្រូវដឹងថាតើតែយើងបានសម្រេចនៃធម៌ត្រាស់ដឹងនៅក្នុងអរិយសច្ចធម៌4មានទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈនិងគមេកសច្ចៈសច្ចៈធម៌ទាំង4នេះ
ដែលយើងចាក់ធ្លុះហើយណាដែលយើងមានបញ្ញាកើតឡើងហើយគឺទៅយើងអាចកំចាប់នៅក្នុងសេចក្តីទុក្ខទាំងឡាយទាំងពួងនឹងបានញាតិញោមណាហ្នឹងហើយសូមអនុមោទនីចឹងបានព្រះរាមាប្រភេទជាម្ចាស់ព្រះអង្គសម្ដែងថាខ្សែដែលរូបរិទ្ធខាងក្នុងគឺតណ្ហាបាទានណាកិលេសនៅក្នុងចិត្តសន្តានរបស់យើងនឹងគឺត្រូវតែបដាច់ចោលកាត់ចោលតែម្ដងក៏ណាដូចយើងរងៃអកុសលសេចក្តីទុក្ខសេចក្តីសុខរងៃញាតិញោមសេចក្តីទុក្ខឬក៏សេចក្តីសុខដែលយើងដឹងថាជាសុខជាទុក្ខរងៃនេះណាក៏មានព្រោះតែអីព្រោះតែមាននៅចិត្តអាស្រ័យនឹងឯងអញ្ចឹងយើងត្រូវតែសិក្សាអប់រំបន្ទុំនៃចិត្តព្រោះកាលណាតែយើងសិក្សាអប់រំបន្ទុំនៃចិត្តរបស់យើងបានហើយពេលដែលចិត្តរបស់យើងល្អអ្វីខាងក្រៅរបស់យើងនឹងក៏ល្អដែរក៏ណាអ្វីខាងក្រៅរបស់យើងក៏ល្អញាតិញោមសាកមើលរៀនអប់រំចិត្តរៀនសមាធិចិត្តរៀនធ្វើឲ្យចិត្តរងាប់ចិត្តស្ងប់ចិត្តត្រជាក់រៀនធ្វើឲ្យចម្រើនចិត្តល្អនឹកឃើញតែចិត្តជាកុសលនឹកឃើញតែអំពើល្អនឹកឃើញតែអំពើជាកុសលផ្សេងដោយកាយដោយវាចាដោយចិត្តណាឬក៏នឹកឃើញថានៅក្នុងដំណើរនៃទាំងដេកដើរឈរអង្គុយមានកាយកម្មវិច័យកម្មមនោកម្មរបស់យើងហ្នឹងគឺនឹកឃើញថាជាកុសលតែមួយយ៉ាងធ្វើសំបីតែការគិតក៏ល្អសំបីតែការធ្វើក៏ល្អសំបីតែការនិយាយក៏ល្អយ៉ាងនេះគឺជាសេចក្តីសុខពិតប្រាកដបើសិនជាសត្វលោកប្រទេសនៅលើពិភពលោកនេះមានគំនិតគិតបែបហ្នឹងគឺសុខសន្តិភាពផ្លូវចិត្តគ្រប់គ្នាតែម្ដងក៏ដោយឡែកដោយសារអីកលេសនៅក្នុងចិត្តសន្តានហ្នឹងបានបដិញ្ញចេញបង្កើតទៅជាការលុបលន់បង្កើតទៅជាការចង់ឈ្លានពានចង់បានរបស់អ្នកដទៃដូចជាបរទេសដែលកំពុងតែយីបៀតបៀនដល់យើងរាល់ថ្ងៃនេះដែលកំពុងតែរំលោភបំពានដល់យើងរាល់ថ្ងៃដោយសារអីដោយសារអកុសលដែលសារមាននៅលោភៈទោសមហៈខាងក្នុងនឹងឯងក៏ណាប៉ុន្តែកាន់ពុទ្ធសាសនាហើយបែរទៅជាមិនសិក្សាអប់រំចិត្តឲ្យបានល្អប្រសើរហ្នឹងហើយมันបានរៀនធម៌มันបានរៀនវិន័យมันបានសិក្សាប្រធមវិន័យពីព្រះសម្មាសម្ពុទ្ធពីពុទ្ធសាសនាគេញាតិញោមគឺវាប្រព្រឹត្តធ្វើនៅអំពើអាក្រក់ដាក់វិជាបរិបទយើងរបស់យើងគឺដោយមិនកោតញញើតដោយមិនកោតខ្លាចតែម្ដងជនជាតិមួយហ្នឹងនៅខាងលិចរបស់យើងហ្នឹងជនជាតិសៀមហ្នឹងកាន់តែសម្បកពីខ្លះពុទ្ធសាសនាមានហើយពុទ្ធដីកាមានហើយកាន់តែសម្បកអត់មានការប្រព្រឹត្តអនុវត្តអត់មានការសិក្សាបានស៊ីជម្រៅក្នុងពុទ្ធសាសនាអាងថាអូប្រទេសស៊ីវិល័យអត់តែសេដ្ឋកិច្ចល្អសេល្អខ្លាំងអស្ចារ្យវាដឹកហើយក៏ប៉ុន្តែនៅពេលដែលយើងគិតថាហើយយើងជាអ្នកកាន់ពុទ្ធសាសនាដូចជាគ្នាដែរប៉ុន្តែការយល់ដឹងការសិក្សាអំពីពុទ្ធសាសនាហ្នឹងគឺมันបានល្អការយល់មិនបានល្អឃើញប្រព្រឹត្តក៏ហ៊ានប្រព្រឹត្តអំពើអាក្រក់ដល់ពេលមានអ្នកខ្លះតែងតែសរសើរថាអាត្មាពេលមុននិយាយត្រង់ទៅឬគេសរសើរទៅគេចេះតែស្ដាប់គេទៅណាថាអូជនជាតិខាងលិចយើងប្រទេសយើងប្រទេសនៅខាងលិចយើងហ្នឹងបរទេសដែលនៅខាងលិចយើងហ្នឹងជនជាតិសៀមហ្នឹងថាគេកាន់សាសនាពុទ្ធដែរតែគេមើលទៅគេល្អគេអីល្អមើលទៅគេការយល់ដឹងរបស់គេល្អជាងយើងដល់ពេលមានបញ្ហាអីមែនទែនដល់ឥឡូវនេះបានដឹងថាជនជាតិហ្នឹងគឺពុទ្ធសាសនាកាន់តែសម្បកទេដោយឡែកដល់ពេលមែនទែនយើងហ្នឹងអ្នកកាន់ពុទ្ធសាសនាដល់ពិតប្រកបហើយពេលដែលយើងគិតថាប្រទេសរបស់យើងមិនបានគោរពតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធប៉ុន្តែវាប្តេជ្ញវាបញ្ចេញពីខាងក្នុងមកមានចិត្តស្ងប់មានចិត្តត្រជាក់មានខន្តីមានសង្គ្រោះបណ្ដោះសណ្ដោះប្រប្រណីដូចហើយទៅឃើញសំបីតែជនជាតិនោះនៅស្រុកខ្មែរខ្ញុំនៅមានតែខ្មែរយើងមិនដែលយកទុកធ្វើទុកបំបណ្ដាញបៀតបៀនដល់ជនជាតិសៀមនោះទេនៅប៉ៃប៉ែតនៅអីនោះគឺដោយសារអីខ្មែរយើងមានគុណធម៌ខ្មែរយើងមានសិលធម៌ជាងតែពេលមែនតើបានដឹងថាខ្មែរយើងមានគុណធម៌សិលធម៌មានការយល់ដឹងការមានពាក្យពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធក្នុងខ្លួនរបស់មនុស្សជនជាតិខ្មែរបានច្រើនញាតិញោមមើលស្រងថ្ងៃឃើញប៉ុន្តែយើងត្រូវដឹងថាយើងដោះស្រាយទៅតាមអ្វីដែលប្រមុខថ្នាក់ដឹកនាំគាត់រៀបចំមានណាគឺយើងរដ្ឋាភិបាលយើងមានការរៀបចំដឹកនាំមិនអាហ្នឹងគឺគាត់ដឹងគាត់ចេះហើយគាត់យល់ហើយ
យើងគ្រាន់តែចូលរួមចំណែកហើយយើងនឹងក្នុងការឧបត្ថម្ភជួយដល់វិរៈកម្មរបស់យើងជួយដល់អ្នកជនភេទសិទ្ធិអ្នកកំសត់អ្នកអត់អ្នកក្ររំរំសាមគ្គីគ្នាជាធ្លុងមួយអីចឹងទៅហើយមានភាពអត់ធ្មត់បានខ្ពង់ខ្ពស់បំផុតពីពាក្យខ្មែរមួយថាខឹងខុសខឹងខាតណាចឹងបើសិនជាយើងកំហឹងទល់កំហល់ប្រកាសណានឹងធ្វើឲ្យពិបាកធ្វើឲ្យវេទនាតែម្ដងបើសិនជាយើងប្រើបញ្ញាព្រោះរាល់បញ្ហាទាំងអស់គឺដោះស្រាយដោយបញ្ហាគឺឃើញយើងយកយន្តការច្បាប់យើងយកយន្តការអន្តរជាតិនិងអង្គការសហប្រជាជាតិធំឃើញណាយើងគោរពច្បាប់គោរពអីហ្នឹងគឺសារចឹងឯងតែមិនចង់និយាយអីច្រើនទេគ្រាន់តែលើកឡើងថាការសិក្សាការអប់រំបន្តនៅចិត្តតាមរយៈនៃប្រធัวត្រូវតែមានត្រូវតែប្រព្រឹត្តធ្វើគណៈសូមអនុមោទនីប៉ុណ្ណឹងចាស់ញាតិញោមជាពុទ្ធបរិស័ទប្រស្រ័យទាំងអស់គ្នាខ្ញុំគណៈប្រភេទមង្គលចតគុណពិសិដ្ឋណាចូលរួមនៅក្នុងរាត្រីនេះមានប្រមាណតែប៉ុណ្ណឹងសូមអនុមោទនី